តាំងនៅភូមិគោកសង្កាត់និមិត្តក្រុងបៃប៉ែខេត្តបន្ទាយមានជ័យដែលខ្ញុំធ្វើដំណើរពីប៉ោយប៉ែតមកត្រឹមតែ18គីឡូទេមកដល់ហើយមកដល់ពេលគឺមានអារម្មណ៍ថាស្រស់ស្រាយចុះយើងធ្លាប់ទៅនៅផ្សារលក់ដូរបែបអ៊ូអដល់ពេលមកអញ្ចេះអាកាសធាតុក៏ល្អបរិយាកាសល្អហើយស្ងប់ស្ងាត់ក៏បានជួបបងប្រុសហើយក៏សុំសួរទៅខ្លះចឹងបងជ្រាបសួរបងជាស្រីសូមសំខាន់តិចណាបងចង់ដឹងពីចំណេះដឹងខ្លះអញ្ចឹងបងអូនចង់សួរបងថាបច្ចេកទេសនៅក្នុងការដាំដុះតើបងអាចចែករំលែកបានខ្លះទេថាថងចំណុចណាយើងគួរតែធ្វើរបៀបម៉េចបើសិនជាអ្នកខ្លះគាត់ចង់ដាំដែរគាត់មានដីចម្កាក់ម៉ោមអីនៅក្រៅផ្ទះអីចឹងគាត់ចង់ដាំថាដំណាំផ្សេងបានស្លឹកបានអីចឹងបងអាចចែករំលែកខ្លះបងបាទបងប្អូនទាំងអស់ដែលបានចង់ដាំបន្លែដូចខ្ញុំបាននេះខ្ញុំក៏អត់លេអីបាំងអីដែរព្រោះជាការកម្សាន្តសប្បាយផងជាការរស់ស៊ីផងហ្នឹងមុនដំបូងរបៀបដាំបន្លែស្ពៃវិលល្ងាចដូចខ្ញុំបាននេះមុនដំបូងគឺយើងត្រូវរៀបចំដីឲ្យបានស្អាតយ៉ាងហោចណាស់ពី3ថ្ងៃទៅ7ថ្ងៃបានយើងចាប់ផ្ដើមដាំឬក៏សាក់ព្រោះបាទបន្ទាប់មកយើងការថែទាំយើងពីរយៈពេល3ថ្ងៃវាដុះហើយទៅដល់10ថ្ងៃយើងត្រូវថែទាំទឹកដាក់ជីបកាអីមើលតាមនឹងនេះអាយទៅគឺបានល្អបន្ទាប់មកដល់វាមានរយៈពេលចាប់ផ្ដើមកន្លះខែយើងចាប់ផ្ដើមដកស្មៅជ្រេធ្វើវាតាមដំណាក់កាលនីមួយហើយបានយើងដាក់ជីគឺថាជីអាចគោឬក៏ជីតិចបន្តួចមកយើងដាក់ទឹកដាក់ជីមកវានឹងល្អរយៈពេលតែប្រមូលផលពី30ថ្ងៃទៅ35ថ្ងៃយើងបានប្រមូលផលអូចឹងលឿនណាស់រយៈពេលត្រឹម30ថ្ងៃទៅ35ថ្ងៃទទួលបានផលអញ្ចឹងបងការដាំហ្នឹងវាមានផលវិបាកអីខ្លះដែរបងផលវិបាកគុណវិបត្តិដែរពេលខ្លះវាអាចដូចជាពេលខ្លះខ្ញុំឃើញបន្លែមានអលួយមានខូចមានខូចស្លឹកខូចអីចេះព្រោះពេលខ្លះខ្ញុំលក់ខ្ញុំចាំបានដែរការខែភាសាគឺបានពេលច្រើនអលួយខូចគល់ខូចអីចឹងអាហ្នឹងវាផលវិបាករបស់វាណាបាទនិយាយរួមបន្លែស្លឹកទាក់ទងនឹងផលវិបាកតែងតែមានតាមរដូវកាលរបស់វាប៉ុន្តែបើតាមជាស្ដែងដែលស្ពៃអលួយដែលខ្ញុំធ្លាប់មានបទពិសោធន៍ឆ្លងកាត់គឺពេលខែវស្សាដូចជាហ្នឹងចាប់ផ្ដើមពីខែ4ដល់ខែ9ខែ10អញ្ចឹងក្នុងខែហ្នឹងវាមានភ្លៀងធម្មតាស្ពៃឬក៏បន្លែស្លឹកវាមានភ្លៀងតែជួបផលវិបាកដូចជារលួយស្លឹកបាទរលួយគល់អញ្ចឹងយើងតែងតែមានហើយផលវិបាកសត្វល្អិតបាទមានតាមរដូវកាលដែរបើសិនជាក្តៅខ្លាំងឬក៏ភ្លៀងច្រើនវានឹងជួបប្រទះនឹងសត្វល្អិតដូចមមីថ្នោតចៃដង្កូវជាដើមទៅបន្ទាប់មកដូចជាជំងឺផ្សិតទៀតបាទបានវាបង្កទៅជារលួយហ្នឹងជាផលវិបាករបស់ដំណាំអូបាទអូខេបងអរគុណច្រើនបានចូលរួមហើយមួយទៀតបងគុណសម្បត្តិវិញថាពេលដែលយើងប្រមូលផលយើងដាំដុះពេលណាដែរបងដែលតម្លៃហាងឆេងវាល្អហើយយើងប្រមូលផលឲ្យអាចចំណេញបានគួរសមអញ្ចឹងណាបើនិយាយរួមទៅផលដូចថាចំណេញយើងសប្បាយចិត្តពេលបន្លែបកាយើងមានហាងឆេងបាទដូចជាយើងដាំទៅពេលខែណាអត់ខែភ្លៀងខ្លាំងខែក្តៅខ្លាំងអាហ្នឹងបន្លែយើងមានហាងឆេងប៉ុន្តែដូចថាជាស្ដែងខែនេះអញ្ចឹងបាទវាត្រជាក់ជារដូវលំហើយអញ្ចឹងបាទចង់និយាយថាមុំក៏អាចដាំបានដែរម្ល៉េះហើយយើងវាសម្បូរបន្លែអញ្ចឹងវាផលវិបាកបន្តិចខែនេះតម្លៃអាចទាបតម្លៃទាបបាទពិបាកនឹងចំណេញនិយាយរួមផលវិបាកខែនេះដូចថាយើងធ្វើទៅចំការទៅវាអត់ចំណេញទូទាត់ដូចជាយើងកម្លាំងពលកម្មទៅជីខ្លះមកសុទ្ធខ្លះថ្នាំខ្លះអញ្ចឹងយើងវាពិបាកនឹងចំណេញបាទនិយាយរួមខែ11ក្នុងខែ11ថ្ងៃទី29 2025នេះតម្លៃប្រហែលដូចជារាល់ថ្ងៃដូចជា20ឬក៏ក្រោមនឹងទៀតយើងតែសន្និដ្ឋានទេណាបាទអូខេនៅបងអញ្ចឹងមានបងប្អូនថាគាត់ធ្លាប់សួរខ្ញុំដែរថាបងខ្ញុំចង់ដាំបន្លែតិចតួចនៅមុខផ្ទះនៅក្រោយផ្ទះអីក៏តិចតួចបែបតាមផ្ទះអីចឹងក៏ចង់ដាំបែបកំសាន្តផងហើយហូបតិចតួចខ្លួនឯងអញ្ចឹងបងចឹងវិធីសាស្ត្រមិនដែលពិបាកដល់ពួកគាត់អីចឹងមកសម្រាប់ការដាំស្ពៃទើតាមផ្ទះអីចឹងចង់ដឹងអញ្ចឹងបាទហ្នឹងហើយបើបងប្អូនឬទស្សនិកជនដែលគាត់ចង់ដាំបន្លែដូចជាសួនជាថើងតាមផ្ទះ1រោង2រោងអីខ្ញុំអាចចែកម្លែកបទពិសោធន៍ខ្លះបានជាដំបូងយើងរៀបចំដីឲ្យបានស្អាតទៅបន្ទាប់មកយើងយកគ្រាប់សាបឬក៏ព្រុសបាទដោះមកយើងវើវាឲ្យស្អាតបានយើងថែទាំទឹកថែទាំជីថ្នាំខ្លះទឹកគឺទៀងទាត់បងបាទទឹកទៀងទាត់បាទក្នុងមួយថ្ងៃយើងដាក់បើខែក្តៅយើងដាក់2ដងហ្នឹងព្រឹកល្ងាចថ្ងៃដល់ពេលរយៈធំយើងដាក់តែម្ដងក៏បាន2ដងក៏បានស្រេចតែយើងមើលការសម្ដែងរបស់ដីហើយនឹងរុក្ខជាតិដូចជាស្ពៃរបស់យើងវាស្វិតឬក៏ស្រស់អីចឹងណាបាទហើយបងចឹងអរគុណច្រើនដែលបងបានចូលរួមបាទអរគុណសម្រាប់ហើយនៅបងប្អូនទស្សនិកជនទាំងអស់គ្នាអរគុណមែនតើដល់ទឹកចិត្តបងប្រុសគឺខ្ញុំសូមគាត់រយៈពេលដូចជាប្រហែលថ្ងៃដែរបានសូមមកលេងថាមកចង់មកលេងនៅចំការបងតតលក់នៅផ្សារឥឡូវបានមកមើលចំការផ្ទាល់គឺមែនគឺឃើញទស្សនវិជ្ជាមួយខុសប្លែកពីនៅទីក្រុងប៉ោយប៉ែតហើយនេះស្ពៃយើងប្រមូលផលហើយបានស្ពៃប្រមូលផលឡើងគោយន្តបាទខ្លះមកកាត់ថែមតទៅទៀតហ្នឹងចឹងអរគុណពុកម៉ែបងប្អូនដែលទស្សនាវីដេអូនេះដល់ចប់ហើយក្នុងវីដេអូនេះដែរគឺអរគុណហើយជាវីដេអូទី1នៅក្នុង Channel YouTube ហើយផ្ដោតសំខាន់គឺខ្ញុំគ្រប់គ្រងផលិតផលខ្មែរឲ្យទៅជារបស់នៅក្នុងស្រុកមិនថាបន្លែបង្ការគ្រឿងទេសគ្រប់មុខឲ្យតែរបស់ខ្មែរគឺខ្ញុំស្រឡាញ់គ្រប់គ្រងទោះបីជាមិនមានអ្នកណាជួលឬក៏មិនគឺធ្វើចេញពីក្នុងចិត្តរបស់ខ្ញុំខ្លួនឯងដែលខ្ញុំបង្កើតវេទិកាអំពីផលិតផលក្នុងស្រុកនេះអញ្ចឹងឲ្យតែផលិតផលក្នុងស្រុកគឺខ្ញុំគ្រប់គ្រងទាំងអស់ឲ្យតែប្រជាពលរដ្ឋបងប្អូនខ្មែរយើងដែលគាត់ដាំដុះឬក៏គាត់ផលិតសិប្បកម្មធ្វើម្សៅធ្វើអីមួយធ្វើម្សៅដំណើបម្សៅខ្សាយទឹកត្រីទឹកស៊ីអ៊ុយគឺខ្ញុំគ្រប់គ្រងមែនតើដើម្បី
សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងខ្ញុំស្រឡាញ់របស់ដែលផលិតនៅក្នុងប្រទេសកម្ពុជាសូមអរគុណមែនទែនដល់បងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូក្នុង channel YouTube របស់ខ្ញុំរហូតដល់ចប់